Xong gồm mình dùng để số là group cho mặt một page thì đã mà bị crop mấy dùng mấy ngày nay mình ca configure từ là PPPoE serverในក្នុង Marketing Router ដែលនៅក្នុងការ configure នោះវាមាន main internet from USA ដែលវាបានបោះទៅឲ្យ Marketing Router ISP តាមច្រកទី1ហើយport ទី2របស់ router ISP បានបោះទៅឲ្យ client ក្នុង router ទី1 AVA តាមច្រកទី1ហើយនឹងបោះport ទី2របស់ router ISP ទៅបោះទៅ router ទី2តាមច្រកទី1ដូចគ្នាហើយច្រកទី2 router ទាំងពីរនេះបានបោះទៅឲ្យ client តអូខេអញ្ចឹងនេះជាការ configure របស់PPoE server នៅក្នុង Marketing Router ISP ទី1មានការ config ការ create pool ហើយទី2គឺការ create profile ទី3គឺការ create script ហើយទី4 create PPoE server ហើយនិងទី5គឺការ create NAT ហើយនេះគឺជាការ configure ទៅលើ PPPoE client នៅក្នុង Marketing Router គឺទី1យើងcreate PPPoE client ទី2យើង test internet by using pin ទី3យើង set IP address ទី4យើង create NAT ហើយគ្រូថាសូមបង្ហាញការ test ទៅលើ PC client ទទួលបាន internet ដែរឬទេដោយប្រើ command tracket តាមដានការផ្ដល់ internet មកអូខេឥឡូវយើងទៅមើលការរៀបខ្សែនៅក្នុង VMware របស់ខ្ញុំអញ្ចឹងនេះគឺជា router ISP របស់ខ្ញុំដែលខ្ញុំដាក់ PC router ISP 1ហើយខ្ញុំបាន set setting វាមួយអានេះគឺ NAT វាស្មើនឹងការបោះ internet ចេញពី USA មកហើយនេះគឺជា port ទី2របស់ក្រុមហ៊ុន ISP ហ្នឹង router ISP ហើយ router ទី2របស់ខ្ញុំគឺឈ្មោះវាABA ហើយនេះគឺជាការទទួល internet ចេញពី router ISP មកហើយនេះវាបោះទៅឲ្យ client របស់វាគឺ ISP2 internet 2នេះគឺជាការ config ទៅលើ setting របស់ខ្ញុំគឺខ្ញុំប្រើអានេះគឺបោះមកពី ISP ហើយអានេះគឺជា port របស់វាសម្រាប់ទៅបោះឲ្យ client port ទី2អូខេឥឡូវចូលទៅការ configure ទាំងអស់គ្នាឥឡូវខ្ញុំ config ទៅលើPPoE server នៅក្នុង router ISP អញ្ចឹងខ្ញុំចូល router ISP អូខេខ្ញុំដាក់ password វាមួយសិនអូខេឥឡូវខ្ញុំចូលដល់ ISP ហើយឥឡូវយើងចូលទៅ create pool អញ្ចឹងយើង create pool យើងចូល IP យើងចូល pool create pool ហើយខ្ញុំដាក់ range មួយដាក់ 100.100.200 ទៅ 200.200.200.100អូខេខ្ញុំដាក់មក IP PP to client CLINT IP to client អូខេឥឡូវខ្ញុំបង្កើត pool ហើយឥឡូវយើងទៅ create profile ម្ដងអញ្ចឹងខ្ញុំចូល PP 3ដើមនេះហើយខ្ញុំ create profile ទី1ខ្ញុំដាក់ Pro 1 C1 20M
local address 200.200.1 remote ok limit 20m slash 20m apply ខ្ញុំបង្កើតមួយទៀត pro 2 c2 30m 200.1 អូយអូខេ limit ខ្ញុំដាក់ 30m អូខេឥឡូវយើងធ្វើការបង្កើត profile ហើយអីឥឡូវយើងចូលទៅការ create script ម្ដងចឹងនេះការ create script មួយ user say 1 add isp password add 1 2 3 4 5 ok service យើងយក ppoe default អានេះយើងយកទៅឲ្យ client ទី1 file អូខេបង្កើតទៅលើscript tool add isp password add 54321 line add នេះខ្ញុំយក ppoe default ខ្ញុំយកprofile របស់ pro 2 set 30 MB អូខេ apply ឥឡូវខ្ញុំបង្កើត script រួចហើយឥឡូវយើងទៅ create ppoe server ដើម្បីកំណត់ internet ទៅឲ្យ router client យើងចូល pp server 1 ដល់internet tool client internet ISP នេះអូខេ internet to client interface យក port ទី1 port ទី2អូខេវាដាក់លើ port ទី2អូខេយើង select ទៅលើ port ទី2ហើយយើងអូខេអញ្ចឹងឥឡូវយើងបង្កើត ppoe server ហើយឥឡូវយើងចូលទៅ create net អញ្ចឹងយើងចូលមុននឹងចូល create net យើង test សិនថា internet យើងបានចូលនៅអូខេយើងអត់មាន internet ទេយើងចូល IP យើងបង្កើត DHCP client តាម port ទី1ឥឡូវយើងមាន internet ហើយឥឡូវយើងបោះ internet មកយើងចូល IP យើងចូល firewall ចូល net create net ចូល ascent macro red អូខេឥឡូវការបង្កើត ppoe server នៅក្នុង MyKatik router ISP គឺខ្ញុំបានបង្កើតវាអស់ហើយឥឡូវយើងចូលទៅបង្កើត ppoe client ម្ដងអញ្ចឹងខ្ញុំ disconnect អានេះមួយអញ្ចឹងខ្ញុំចូលទៅធ្វើការ create ppoe client ទៅលើ router ABA
ចូលលេងចឹងដើម្បីយើងបង្កើត PPOE client បានយើងចូល PP ពី3ដើមនេះមកយើងចូល interface ហើយយើងយកពាក្យ PPOE client បន្ទាប់មកអានេះយើងដាក់ឈ្មោះអីក៏បានដែរឥឡូវខ្ញុំដាក់ឈ្មោះដក ISP មកអូខេតាមច្រក port ទី1ហើយកន្លែងនេះគឺយើងការtest ទៅលើ user អញ្ចឹង user ខ្ញុំដាក់C1 មក add ISP ដល់មក password ខ្ញុំដាក់ add 1 2 3 4 5អូខេហើយខ្ញុំកន្លែងនេះ use super DNS ខ្ញុំ apply ពេលដែលវាដើរវានឹង load នេះអូខេឥឡូវខ្ញុំសាក test pin មើលrouter ខ្ញុំបានស្គាល់អ៊ីនធឺណិតនៅអូខេចុច888បាទគឺ router ខ្ញុំបានស្គាល់អ៊ីនធឺណិតហើយឥឡូវខ្ញុំធ្វើការបោះអ៊ីនធឺណិតចេញទៅ port ទី2ម្ដងអញ្ចឹងខ្ញុំធ្វើការបង្កើត address មួយអញ្ចឹងខ្ញុំបង្កើត 172.168.2.1/24 ទៅលើ port ទី2អូខេតបមកខ្ញុំបង្កើត DHCP server ខ្ញុំបោះ IP address ចេញទៅឲ្យ client តាម port ទី2 DNS អូខេហើយខ្ញុំធ្វើការបង្កើត NAT ដើម្បីបោះអ៊ីនធឺណិតទៅឲ្យ client អូខេឥឡូវខ្ញុំធ្វើការបង្កើតNAT ហើយអីចឹងយើងយក Windows យើងមកតេស្តនៅ client ទាំងអស់គ្នានេះជា Windows test របស់ខ្ញុំហើយខ្ញុំប្រើ engagement របស់ AVA មិញអូខេខ្ញុំចូលទៅបើក test ទាំងអស់គ្នាអូខេឥឡូវយើងចូល terminal មួយមកចូល command prompt យើងវាយ IP config អញ្ចឹងគឺបានហើយ 172.168.2.168 ចឹងឥឡូវយើងត្រា ខិតអ៊ីនធឺណិតមកអូខេនេះជាវាបានចាប់ចេញអ៊ីនធឺណិតចេញពី port ទី2របស់យើងមកនេះជាអ៊ីនធឺណិតក្រុមហ៊ុន ISP ឥឡូវខ្ញុំធ្វើការ test speed ឲ្យហ្មងទៅចង់ដឹងថា user ទី1ក៏បានspeed 20 មេដែរអត់slowបែរជាវាមានបញ្ហាទៅលើអ៊ីនធឺណិតព្រោះដោយសារខ្ញុំអូសទីអ៊ីនធឺណិតទូរស័ព្ទអញ្ចឹងវាអាចនឹង slow អូខេឥឡូវខ្ញុំធ្វើការ configure ទៅលើ router router ទី2ម្ដង router ទី2នេះម្ដងអូខេឥឡូវខ្ញុំ disconnect នេះជា router BBC អូខេ connect ចឹង
ខ្ញុំទៅ create PPLE client ដូចគ្នាដាក់មក ISP មកតាម port ទី1 user ខ្ញុំយក user ទី2ម្ដង C2 add ISP password add 54321 ok port DNS apply internet មកនៅអូខេ internet មកហើយខ្ញុំធ្វើការបង្កើត IP address មួយ192.168.2.1/24 ទៅលើ port ទី2អូខេខ្ញុំធ្វើការបោះIP address ទៅឲ្យ client auto ដោយយើងបង្កើត DHCP server អូខេ 8.8 យើងធ្វើការបង្កើត NAT ដើម្បីបោះ internet ទៅឲ្យ client អូខេឥឡូវយើងតេស្តជាមួយ client ម្ដងធ្វើការ configure ហើយខ្ញុំសូមបិទ window នេះមួយឲ្យ slow អូខេយើងឥឡូវធ្វើការ pin មួយយើងចូល command prompt អូខេយើងវាយ IP config មកហើយយើងមកឲ្យ IP address របស់យើងយើងធ្វើការ tracker វាមួយថា internet វាបោះមកអត់អូខេវាបានបោះមកហើយយើងធ្វើការតេស្តinternet ចង់ដឹងថា user គាត់បាន30 មេអត់តែដោយសារមកពីបញ្ហាទូរស័ព្ទខ្ញុំអ៊ីនធឺណិតខ្សោយអញ្ចឹងវាអត់អាចតេស្តបានមេធំទេអូខេហើយយើងធ្វើការតេស្តជាមួយនឹង download ហើយនឹង upload អីខ្ញុំបានdownload 6.14 ហើយនឹង upload 3.18 នេះគឺជាការ track cat របស់ខ្ញុំអញ្ចឹងការ configure របស់ខ្ញុំមានតែប៉ុណ្្នឹងខ្ញុំសូមអរគុណនិងសូមជម្រាបលាលោកគ្រូ